ជំរាបសួរពុកម៉ែយាយតាថ្ងៃនេះជាថ្ងៃពិសេសរបស់អាជីងអូនទទួលបានកាដូពីអ្នកគ្រូលោកគ្រូគឺសៀវភៅប្រាំងក្បាលនិងបាច់4ដើមហើយក៏បានអាហារូបករណ៍ 50% ផងដែរអូនរំភើបអើយរំភើបទោះជាបានអាហារូបករណ៍រាល់ឆ្នាំមែនតែអូននៅតែរំភើបដូចតែបានអាហារូបករណ៍ឆ្នាំដំបូងអញ្ចឹងនេះគឺជាសកម្មភាពដែលអូនឡើងទៅទទួលបានសរសើរពីអ្នកម៉ាក់អូនចំណែកប៉ាអូនអត់បានមកទេប៉ាអូននៅជាប់ការងារបន្ទាប់មកអូនក៏ថតរូបជុំជាមួយមិត្តភ័ក្តិអូននិងបងដែលមានចាប់ពីថ្នាក់ទី1ដល់ថ្នាក់ទី6ហើយសុទ្ធតែទទួលបានចំណាត់ថ្នាក់លេខ1ទាំងអស់គ្នាពេលអូនចុះមកក្រោមម៉ាមីអរជាងម៉ាក់អូនទៀតពេលអូនឃើញម៉ាមីអញ្ចឹងកាន់តែអរមកកម្រិតទៀតមុននឹងចេញទៅខាងក្រៅអូនបានទៅជម្រាបលាអ្នកគ្រូអូនផងដែរគ្រូអូនស្រឡាញ់អូនណាតែចេញមកខាងក្រៅអូនថតជាមួយអូនសុទ្ធដែរអូនសុទ្ធទទួលបានលេខ3បងខៃអត់បានសរសើរមុខវិជ្ជាខ្មែរទេតែបងខៃបានសរសើរមុខវិជ្ជាអង់គ្លេសអញ្ចឹងនៅថ្ងៃទី29ជួបអាជីងនឹងបងខៃម្ដងទៀតណាបន្ទាប់ពីទទួលបានសរសើរហើយម៉ាមីនាំអាជីងនឹងបងខៃទៅញ៉ាំអីកម្លាំងវីដេអូអាជីមានតែប៉ុណ្្នឹងទេពុកម៉ែយាយតាអរគុណជម្រាបលា